ตอนนี้ทลบจูปัญหาตึกเชียบโฮโจตึกของเตี้ยตามไปรังดาได้หรือเต้ปัญหานี้อาจบังกออ้อยตึกเชียบโฮโจตึกของเตี้ย Oh, look at this Hurricane Hillary. អាចបង្កឲ្យខូចខាតសម្ភារៈគ្រឿងសង្ហារិមជាពិសេសគុណភាពសំណង់ចម្បងគឺផ្ទៃបន្ទប់ខាងក្នុងនិងវ៉ែរ៉ង់ដាមានកម្ពស់ស្មើគ្នានិងការរៀបការ៉ូគ្មានជម្រាលត្រឹមត្រូវដំណោះស្រាយទី1ធ្វើកន្លាក់កម្ពស់រវាងបន្ទប់ខាងក្នុងនិងវ៉ែរ៉ង់ដាដោយឲ្យកម្ពស់វ៉ែរ៉ង់ដាទាបជាងកម្ពស់បន្ទប់ខាងក្នុងប្រហែល50មីលីម៉ែត្រដើម្បីទប់ស្កាត់ទឹកហូរចូលក្នុងផ្ទះដំណោះស្រាយទី2ធ្វើទំនប់នៅមាត់ទ្វារខាងក្នុងផ្ទះកម្ពស់ប្រហែល100មីលីម៉ែត្រនិងរក្សាកម្ពស់វ៉ែរ៉ង់ដាដោយឲ្យទាបជាងផ្ទៃខាងក្នុងផ្ទះដើម្បីធានាទឹកភ្លៀងមិនហូរចូលក្នុងផ្ទះទោះបីស៊ីហ្វុងស្ទះក៏ដោយដំណោះស្រាយទី3រៀបចម្រៀលការ៉ូប្រហែល 2% ទៅ 4% ឲ្យទឹកហូរទៅកាន់ផ្លូវត្រេនបានយ៉ាងលឿននិងមានប្រសិទ្ធភាពជាមួយគ្នានេះត្រូវសម្អាតស៊ីហ្វុងជាប្រចាំជាពិសេសនៅរដូវភ្លៀងដើម្បីជៀសវាងការស្ទះដូច្នេះគុណភាពសំណង់ចាប់ផ្ដើមពីការយកចិត្តទុកដាក់លើចំណុចលម្អិតទាំងអស់នេះ បូរីជេរីគុណភាពសុវត្ថិភាពនិងសុភមង្គល